Hello បងប្អូន Hello ថ្ងៃហ្នឹងសូមបង្ហាញអំពីការធ្វើម្ហូបមិញជៀនត្រីហើយប៉ុន្តែអត់បានថតនៅផ្ទះជៀនត្រីចាផ្ទះជៀនត្រីខ្មែររបស់យើងណាអត់បានថតទេជៀនត្រីអត់ជាប់ទេតាមវិធីសាស្ត្ររបស់ខ្ញុំឥឡូវខ្ញុំយកវិធីសាស្ត្រនៅកណ្ដាលខ្ញុំយកមកធ្វើឆាម្ដងចាក្រានខ្ជូងហើយផ្ទះខ្មែរដូចគ្នាចឹងពេលយើងដាក់ផ្ទះនឹងក្តៅហើយយើងចាក់ទឹកខ្មេះចាទឹកខ្មេះទឹកត្នោតរបស់យើងនេះទឹកខ្មេះទឹកត្នោតរបស់យើងបងប្អូនមានទឹកខ្មេះចេកទឹកខ្មេះអីចែកចិត្តទេយើងចាក់ទឹកខ្មេះចូលចាដាក់ខ្ទះក្តៅហើយយើងចាក់ទឹកខ្មេះចូលអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកខ្មេះចូលហើយយើងវាសប់ហើយវាស្ងួតផ្ទះហ្នឹងអានេះខ្លាញ់ជ្រូកដុំខ្លាញ់ដុំណាវិធីសាស្ត្របុរាណរបស់យើងវិលរកបុរាណមកវិញយើងដាក់ចំហៀវខ្លាញ់ចឹងទៅបើសិនច្រើនពេកយើងដួសទុកខ្លះបងប្អូនមកយើងដាក់ទឹកជ្រូក3ជាន់យើងចូលពួកខ្ញុំឆាមួយទឹកជ្រូក3ជាន់យើងលេងទឹកជ្រូក3ជាន់ហ្នឹងឲ្យក្រៀមឲ្យចេញខ្លាញ់ឲ្យបានល្អសិនទៅចាំយើងដាក់ខ្ទឹមលេងចូលបងប្អូនសាកធ្វើតាមវិធីខ្ញុំឬក៏បងប្អូនខ្លះបានធ្វើតាមវិធីហ្នឹងហើយជួយខមមិនខាងក្រោមផងជាទូទៅយើងធ្វើអញ្ចឹងទៅវាចំណេញខ្លាញ់ពីថាយើងចង់បានខ្លាញ់ច្រើនយើងចង់បានខ្លាញ់តិចយើងដកខ្លាញ់ជាងខ្លះយើងប្រើធ្យូងឆាវាអត់លឿនខ្លាំងដូចយើងប្រើហ្គាសហ្នឹងតែវាជួយសំទៅបានច្រើនចឹងយើងអាសាមើលភ្លើងខ្ជុំមកយើងបើសិនជាយើងស្ទើរខ្ជុំហើយយើងដាក់ថែមបើសិនជាខ្លាំងទៅយើងដកចេញខ្ញុំប្រើធ្យូងអនាម័យវាអត់ឆេះទេបងប្អូនវាអត់ខ្មៅឆ្នាំងពេលខ្ញុំប្រើធ្យូងធម្មតាវាឆេះវាខ្មៅឆ្នាំងពិបាកយើងដុសសម្អាតខ្ញុំឆាអញ្ចឹងរហូតដល់វាក្រៀមទៅបើយើងដាក់ខ្ទឹមចូលលៀងខ្ទឹមចឹងក្នុងកំឡុងពេលយើងកំពុងតែរងចាំសាច់យើងក្រៀមបន្តិចខ្ញុំចង់បង្ហាញពីបងប្អូនបន្តិច
គ្រឿងផ្សំដែលខ្ញុំប្រើជាទូទៅហ្នឹងចាមានទឹកត្រីយេមានត្រីខ្យងពេលឆាយចូលចិត្តដាក់ទឹកម្ទេសឬទឹកប៉េងប៉ោះបន្តិចហើយអាមេរិកកិនព្រំអាំងចេងចាដល់ទឹកស៊ីអ៊ីវយើងដាក់មុខតិចៗអញ្ចឹងណាហើយនឹងម្សៅសុំទុកស្ករតែស្កររបស់យើងគឺប្រភេទស្ករ almond fruit នេះអញ្ចឹងស្ករនេះឆ្ងាញ់ហើយសម្រាប់អ្នកដែលលើសសម្ពាធឈាមលើសសម្ពាធអ្នកលើសជាតិស្ករចាគឺ high recommend ចាយើងយកមកធ្វើម្ហូបឬក៏ដាក់នៅក្នុងកាហ្វេកាទៀវបបរអីយេចាល្អមែនតើអ្នកដែលលើសស្ករចាបើសិនជាអ្នកអត់លើសស្ករទេចង់ថែរក្សាសុខភាពឲ្យល្អយេយើងអាចប្រើស្ករ almond fruit បានណាហើយខ្ញុំញ៉ាំយកជូនចានេះខ្ញុំធ្វើម្ហូបសម្រាប់កម្មគ្រួសារទាំងអស់ខ្ញុំប្រើស្ករ almond fruit ហ្នឹងអញ្ចឹងវា zero sugar នេះ zero calorie នេះយេបងប្អូនមើលទៅចង់ញ៉ាំអាចកំណត់បានហើយស្ករហ្នឹងវាផ្អែមឆ្ងាញ់វាអត់ផ្អែមចង់មាត់ដូចស្ករstevia ទេចាឆ្ងាញ់វាផ្អែមដូចគ្នាតែមួយ stevia ផ្អែមចង់មាត់បន្តិចរវាងចង់មាត់តិចតែនេះផ្អែមឆ្ងាញ់ជាទូទៅខ្ញុំដាក់ពេលឆាខ្ញុំដាក់តាមតិចតិចទេដើម្បីលួចរសជាតិឲ្យវាឆ្ងាញ់ណាហើយបើសិនជាមកខ្លះយើងមិនប្រើស្ករភាគច្រើនអ្នកធ្វើប្រើស្ករតែបើស្ករឆាភាគច្រើនខ្ញុំប្រើស្ករហើយស្ករដែលខ្ញុំប្រើគឺស្ករមិនហ្វ្រូតហ្នឹងចឹងឆារបស់យើងមកមើលឆារបស់យើងបន្តទៀតអាចដាក់ដើមក្រៀមរ៉ាក៏ដែរទៅសាច់ក្រៀមបន្តិចចឹងហើយមិនដាក់ខ្ទឹមចូលខាខ្ទឹមលេងxong rồiវាឈ្ងុយចឹងណាតែយើងដាក់ខ្ទឹមចូលឈ្ងុយបងប្អូនដាក់ខ្ទឹមចូលហើយក្រែនេះឈ្ងុយបន្ទាប់ពីខ្ទឹមយើងឡើងក្រៀមហើយយើងឆាវីតូគ្នាទៅហើយបើយើងដាក់គ្រឿងចាបងប្អូនចូលចិត្តរសជាតិបែបម៉េចយើងដាក់តាមគ្រួសារបងប្អូនអញ្ចឹងណារសជាតិប្រៃផ្អែមស្អាតអីអញ្ចឹងចាដាក់តាមហ្នឹងទៅខ្ញុំដាក់ទឹកត្រីដាក់ទៅឈ្ងុយហ្នឹងឈ្ងុយទៅហើយដាក់តិចៗណាបងប្អូនដាក់ប្រេងខ្យងដាក់ចំតិចដាក់ចាយបើស្ទើយើងអាចថែមបានដាក់ទឹកស៊ីអ៊ីវប៊ីចេងញ៉ាំព្រមថៅស៊ុបខ្នុរស៊ុបអីទេស៊ុបមុនទេដាក់ប៊ីចេងនេះដាក់ទឹកបន្តិចបង្កើនរសជាតិហើយបង្កើនពណ៌ឲ្យស្អាតមើលទៅចង់ញ៉ាំនេះខ្ញុំដាក់ម្រេចឆាសំខាន់ឈ្ងុយឬម្រេចផងដែរពេលចុងក្រោយខ្ញុំដាក់ស្ករយើងដាក់តាមតិចទេបងប្អូន
âm tích đi ôi chui cả hai bà nó chui cả hai cây to với tần đầu nó không có to lang tần đầu tọt máu vô xe bia cho chiết chân thấy em đến lại lại cho đẹp lại này em cứ nấu một ôn cứ chay là bộ chay nhanh mà đập vào nấu á nhớ một con dương cha để rô xá dương cha rô chiết sra chiết sra nhằm đảm bảoสุขภาพnhánh hết สุขภาพទៀតយើងតែមានតែសុខភាពទេយើងញ៉ាំឆ្ងាញ់hết សុខភាពទៀតតែឆានោះមកបងប្អូនសម្រាប់ទឹកតិចៗនងចេញទឹកមកហើយកុំដាក់ទឹកមកទឹកទេបងប្អូនយើងឆាវាចូលទៀតចឹងយើងក្រោកទៀតទៅក្រោកវាទឹកទៅមកសន្ទុះទៀតចាំយកបើកមកវាកូរម្ដងទៀតឲ្យវាចូលគ្រឿងណាចាបងប្អូនឃើញទេនេះឆាមកយើងខ្ញុំប្រាប់ឲ្យថាមិនបាច់ដាក់ទឹកទេចាគឺចេញទឹកមកឯងហ្មងអានោងមួយតែសក់នេះពីរតែនិយាយហ្មងបងប្អូនគឺឆាហើយមិនដាក់ទឹកទេចេញទឹកមកហើយចឹងតែប៉ុណ្្នឹងរួចរាល់បងប្អូនយេឃើញទេឆាមកចេញទឹកអញ្ចឹងរសជាតិយើងចង់បានយើងធ្វើតម្រូវតាមគ្រួសាររបស់យើងអញ្ចឹងណាបងប្អូនចង់សាបប្រៃផ្អែមអីយើងថែមរសជាតិតាមគ្រួសារយើងទៅណាខ្ញុំយករសជាតិប៉ុណ្ណឹងល្មមស្រាវស្រាវពីរាល់អរគុណបងប្អូនដែលបានជួយ like ជួយ share អរគុណច្រើនបើមានមតិខមមិនអីជួយខមមិនខាងក្រោមផងក្នុងវីដេអូកែលម្អសម្រាប់ប៉ុណ្ណាអរគុណបាយបាយជម្រាបលា